សួស្តីអ្នកទាំងអស់គ្នានេះជាទស្សនវិជ្ជានៅតាមផ្លូវពីសៀមរាបទៅដំដែកប្រហែលជា30គីឡូខ្ញុំជិះម៉ូតូហើយខ្ញុំជិះយឺតអញ្ចឹងវាចង់1ម៉ោងអីបានដល់ខ្ញុំជិះទៅឈប់ទេហើយមកខ្ញុំថតទស្សនវិជ្ជាឲ្យអ្នកទាំងអស់គ្នាមើលនេះកន្លែងដែលខ្ញុំឈប់មួយទៀតហើយគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីមុខរបរមួយដែលប្រជាជនខ្មែរចូលចិត្តធ្វើគឺសម្រាប់វាងាយដែរគឺគាត់លក់ដូចជាបន្លែត្រីសាច់នៅតាមដាក់តាមម៉ូតូដើម្បីលក់តាមភូមិទៅភូមិណាដែលឆ្ងាយពីផ្សារអញ្ចឹងគេនឹងហៅគាត់ឈប់ដើម្បីទិញបន្លែត្រីសាច់ទាំងអស់នោះចានេះគឺទស្សនវិជ្ជានៅក្នុងផ្សារដំដែកខ្ញុំឈប់ទិញដើម្បីខ្ញុំចូលទិញហ្នឹងគឺដើម្បីទិញបន្លែហើយនឹងក្បាលត្រីចង់មកជូរក្បាលត្រីម៉ាក់ខ្ញុំចូលចិត្តញ៉ាំចាគេខ្ញុំក្នុងថងហ្នឹងគឺត្រួយអំពិលអ្នកទាំងអស់គ្នាត្រួយអំពិលដឹងស្រាប់ហើយគឺវាជូរអញ្ចឹងយើងធ្វើក្បាលត្រីមកជូរអំពិលអញ្ចឹងណាចាហ្នឹងហើយគឺការលក់របៀបថាលក់ខលប្រជាជនខ្មែរលក់នៅក្នុងផ្សារយើងចាគឺដាក់បែបហ្នឹងវារៀបនឹងដីដែរតែមិនរៀបនឹងដីអីទេគឺយើងគាត់មានអីទ្រាប់ខ្លះដែរអញ្ចឹងណាចាគឺនៅក្រោយផ្សារហើយបន្លែហ្នឹងគឺគាត់ដែលបានដាំដុះនៅផ្ទះរបស់គាត់ហ្នឹងហើយវាមិនថ្លៃអ្នកទាំងអស់គ្នាននងវែងហ្នឹងគឺមួយនឹង1000រៀលវាទៅតាមធំទូចតែទូចអាម៉មហ្នឹងក៏លក់1000រៀលដែលស្មើនឹង25សេនណាចាហើយនឹងដើមខ្ទឹមកបាសស្លឹកកបាសនៅស្លឹកបាសអ្នកទាំងអស់គ្នាហើយនេះត្រីត្រីដែលកាត់ក្បាលហើយហ្នឹងគឺត្រីរ៉ស់ហើយខ្ញុំទិញក្បាលត្រីរ៉ស់ហ្នឹងយកមកស្លម្ជូរត្រួយអំពិលការលក់ត្រីនៅក្នុងផ្សារខ្មែរក្នុងប្រទេសយើងនឹងអ្នកទាំងអស់គ្នានៅ local market ហ្នឹងចាគឺបងប្អូនយើងលក់បែបហ្នឹងរៀលខ្មែរហ្មងទិញហើយគឺដើរទៅហើយថ្ងៃអ្នកនរគ្នាម៉ោង7:12ថ្ងៃត្រង់ដែរហ្នឹងហើយខ្ញុំដើរទៅយកម៉ូតូហើយខ្ញុំដើរចូលផ្សារមកផ្លែតព្រោះអីក្មួយខ្ញុំគាត់លក់ចាប់រួយហ្នឹងដែលយើងនិយាយថាគ្រឿងទេសគឺមានប៊ីចេងខ្ទឹមអំបិលអីអស់ហ្នឹងគឺយើងហៅថាចាប់រួយដែលខ្មែរយើងភាសា official ហ្នឹងយើងនិយាយថាគ្រឿងទេសចានេះទៅរបៀបក្នុងផ្សារក្នុងកន្លែងលក់បន្លែត្រីសាច់ពួកគេបែងចែកកន្លែងលក់បន្លែផ្សេងកន្លែងលក់ត្រីផ្សេងកន្លែងលក់កៅអៅអីនៅក្នុងផ្សារមួយទីពួកអត់អាចចូលគ្នាវាធំក្លិនណាគឺគេបែងចែកបែបហ្នឹងនេះខ្ញុំមកលេងក្មួយខ្ញុំគាត់ក៏ឲ្យសាច់ក្រកសាច់គោខ្ញុំ3គាត់ថាអ៊ីយកទៅញ៉ាំអ៊ីអានេះឆ្ងាញ់អ៊ីណានេះខ្ញុំវាមិនសូវចំណូលរឿងសាច់ក្រកអីខ្ញុំដើរមកឡើងអ៊ីនេះម្ដងតិចខ្ញុំគិតថាត្រួយ7ខ្ញុំទិញហ្នឹងវារៀងតិចចាស់ក្មួយខ្ញុំប្រាប់ថាអ៊ីអើយតិចចាស់ទិញមួយថងទៀតមកអញ្ចឹងខ្ញុំទៅទិញ1000ទៀតឲ្យអ៊ីដាក់1000ទៀតឲ្យព្រោះអីខ្លាចវាអត់សូវជូរព្រោះអីជូរក្បាលត្រីទៅអត់សូវជូរវាអត់ឆ្ងាញ់ទេហើយខ្ញុំខ្លាចបំផុតរឿងឆ្អាបហ្នឹងហ្មងយូរតែមួយបានណា1500